ទាំងនេះគឺជាការងារដែលកខ្វក់ហើយក៏ស្ងោកគ្រោកយ៉ាងខ្លាំងដែលមនុស្សគ្រប់គ្នាតែងតែរអៀករអើមមិនចង់ធ្វើតលតែសោះប៉ុន្តែផ្ទុយទៅវិញចំណែកឯប្រាក់ខែមានតម្លៃខ្ពស់កប់ពពកដោយក្នុងមួយខែមានតម្លៃរហូតដល់$2,000ឯណោះសម្រាប់បុគ្គលិកម្នាក់សម្រាប់ក្នុងពេលដែលចូលចុះស្ដារលូឬក៏បង្គាន់នៅក្នុងបាតដីដែលមានស្ទះកន្លែងណាមួយធ្វើឲ្យឆ្លោះឆ្លោយដាច់បំពង់ខ្យល់ស៊ីយ៉ូធ្វើឲ្យបុគ្គលិកឬក៏កម្មករស្លាប់នៅក្នុងនោះគឺមានប្រាក់សំណងរហូតដល់$2 លានឯណោះពុកម៉ែបងប្អូនការងារទាំងនេះបុគ្គលិកទាំងអស់ត្រូវតែត្រៀមខ្លួនជារៀងរាល់ថ្ងៃព្រោះអីពួកគេនឹងចុះធ្វើការនៅក្នុងមួយថ្ងៃគឺ8 ម៉ោងជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងមួយទាំងមូលគឺមិនដែលមានពាក្យថាមិនស្ទះនោះទេជាពិសេសគឺនៅពេលខែវស្សាតែម្ដងកាកសំណល់តែងតែហូរធ្លាក់ចូលទៅក្នុងលូដោយសារមនុស្សជាច្រើនដែលមិនមានការប្រុងប្រយ័ត្នធ្វើឲ្យកាកសំណល់ធ្លាក់ចូលនៅក្នុងរុនប្រហោងផ្លូវលូធ្វើឲ្យកកស្ទះអញ្ចឹងទេនៅក្នុងពិភពលោកតែងតែមានការដាក់បំរាមស្ដីអំពីការចោលសម្រាមព្រីប្រាសនៅតាមដងសាធារណៈដូច្នេះហើយយើងគ្រប់គ្នាគួរតែយល់ពីទុក្ខធុរៈទាំងនេះព្រោះអីពួកគាត់ទាំងអស់គ្នាគឺតែងតែលះបង់យ៉ាងខ្ពង់ខ្ពស់នៅអនាម័យសម្រាប់ប្រចាំខ្លួនរបស់គាត់មិនដែលមានពាក្យថាស្អប់ខ្ពើមឬក៏រអៀករអើមនៅសម្រាមធូលីដែលលិចចូលទៅក្នុងបង្គន់ក៏ដូចជាលាមកដែលបង្ហូរចេញពីផ្ទះអ្នកទាំងអស់គ្នាគឺគាត់តែងតែចុះទៅស្ដារជានិច្ចតើអ្នកទាំងអស់គ្នាហ៊ានប្រថុយដើម្បីធ្វើការងារនេះដែរឬទេសម្រាប់ការងារចូលទៅស្ដារលូឬក៏ស្ដារបង្គន់លាមកបែបនេះឲ្យតែមានតម្លៃថ្លៃ admin នឹងប្រថុយរយៈពេលតែ2 ឆ្នាំនឹងអាចក្លាយទៅជាអ្នកមានបានហើយវីដេអូនេះដែល admin ក៏សូមចិត្តពុកម៉ែបងប្អូនទាំងអស់គ្នាសូមកុំចោលសម្រាមផ្ទះផ្ដាស់នៅតាមទីវាលសាធារណៈវាលពាកាលព្រោះអីវាអាចធ្វើឲ្យកកស្ទះឬក៏បរិស្ថាននៅជុំវិញខ្លួនយើងគឺមិនល្អនៅពេលដែលអន្តរជាតិគេមកគេអាចគិតនៅផ្នត់គំនិតរបស់កម្ពុជាយើងថាតើជាប្រទេសមួយដែលមានអនាម័យឬក៏ជាប្រទេសមួយដែលមិនមានអនាម័យប្រសិនបើគិតថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចចុច Subscribe Like និង Follow ម្នាក់មួយសម្រាប់ជាកម្លាំងចិត្តឲ្យ admin